2BL DBL IBL តើអក្សរកាត់ទាំងអស់នេះមានន័យយ៉ាងដូចម្តេចបងប្អូនអាចធ្វើការតំណាក់ចម្លើយក្នុង comment ខាងក្រោមបានណាតើបងប្អូនកំពុងតែព្រួយបារម្ភនៅថ្ងៃទី16ឆ្នាំឆ្នាំនេះទេចាំដើម្បីជួយសម្រួលភាពលំបាកនៃការប្រឡងប្រចាំខែសាលាបានធ្វើកម្មវិធី orientation មួយដែលនិយាយអំពីសម្លេងសំខាន់ៗនៃការប្រឡងនិងថាតើគួរត្រៀមខ្លួនបែបណាខ្លះសម្រាប់ប្រឡងការនេះជាកម្មវិធីខ្លះៗក្នុងការចែករំលែករបស់បងប្អូនក្នុងកម្មវិធី orientation របស់យើងនៅល្ងាចទី10នេះអ្វីទាំងអស់នេះគឺមាននៅសាលាភាសាអង់គ្លេសហើយ